រឿងមហាចៅនៅទូដែនវគ្គទី3រាត្រីស្ងាត់ខ្យល់បក់វីតលហើយរងឹមស្លឹកឈើទាំងឡាយត្រូវនឹងវិយោដែលរត់សន្សឹមកើតជាតួរយតន្ត្រីមួយយ៉ាងមនោរម្យលើមេឃព្រះច័ន្ទចោលនេត្រាប្រកបដោយមេត្តាមកលើពិភពលោកធ្វើឲ្យទេសភាពអាណាចក្រខេត្តសិរីសោភ័ណ្ឌคล้ายជាភាពយន្តមួយយ៉ាងកំសត់ផ្កាយភ្លឺព្រេចប្រងព្រាតបណ្ដាផ្ទៃពពកខៀវស្រងាត់ក្នុងកូនផ្ទះនាងទេវីអង្គុយបត់ជើងរវៃសោតពីមុខកូនចង្កៀងខ្លាញ់មួយសូររត់លឺរេតិចចេញចកយំចឹកនៅលើដំបូលនារីស្រាវខ្លួនខ្ញានឹកដល់ប្រុសជាទីស្នេហាចិត្តនាងរមូលខ្លាំងពន្លឺចង្កៀងធ្វើឲ្យឃើញមុខនាងក្រឡងដូចវងព្រះច័ន្ទកណ្ដាលវងនេះភ្នែកពីរបញ្ចាំងរស្មីយ៉ាងរលោងស្បែកបបោមាត់ឃើញសណ្ដើងគួរឲ្យចង់អង្អែលលេងដៃនាងធ្វើការចិត្តនាងហិចហើរទៅឆ្ងាយពីរហាត់ឆ្ងាយពីផ្ទះឆ្ងាយពីរបងឆ្ងាយដល់ដើមពោដែលហាក់នៅជើងមេឃដោះតែឯងរងចាំនាងដៃនាងធ្វើការភ្នែកនាងរំពៃលបមើលឪពុកនាងដែលសម្រានបើកភ្នែកព្រិចទេវីស្រីទន្ទឹងចង់ឲ្យឪពុកនាងសម្រានលងលក់ទៅ1នាទីកន្លងយូរហាក់ដូច1សតវត្សក្រៅពីឆ្កែព្រុសវូសឮគួរឲ្យខ្លាចតែនាងបែរជាភ័យទៅវិញព្រោះខ្លាចសង្សារកំសត់រងចាំនាងម្យ៉ាងទៀតខ្លាចក្រែងខានជួបហើយខាននិយាយនារីភ័យនឹងបានជួបនារីសប្បាយនឹងចេតនាដើរលឺសូរធុងធ្ងន់វិសេសក្លាហានក្រោកឈរឡើងនាងទេវីភ្ញាក់វិសេសក្លាហានដើរទៅជញ្ជាំងចាប់យកដាវមួយយ៉ាងវែងហូតផ្លែដាវចេញពីស្រោមមេដៃស្ទាបផ្លែដាវនាងទេវីមើលឃើញកាយវិការរបស់ឪពុកនាងគ្មានចោលកន្លែងណាវិសេសក្លាហានចាប់ដងដាវដៃម្ខាងទៀតចាប់ចុងដាវសាឡបងមើលហាក់សួរដាវថានៅរឹងពឹងទេធ្វើដូច្នេះបណ្ដើរគាត់ងាកកមកមើលនិយាយនឹងនាងបណ្ដើរកូនល្មមទៅចូលរកដំណេកហើយនារីដាក់ភ្នែកចុះនៅស្ងៀមឪពុកនាងបន្តទៅទៀតយ៉ាងរាយមាយថាយប់កូនឯងខ្លាចអីឬនាងមើលទៅឪពុកនាងចោលញញឹមយ៉ាងស្រស់ជូនទៅលោកឪពុករួចឆ្លើយយ៉ាងស្រួលស្រេះកូនខ្លាចដែរលោកឪពុកតើខ្លាចអ្វីខ្លាចចោលអត់ខ្លាចទេមិនមែនចោលលួចអីវ៉ាន់ទេគឺចោលចាប់មនុស្សស្រីនោះណាអីទៅខ្លាចអីអាចចោលបែបនោះបើវាមកឪពុកចាក់ដាវនេះទៅចុងក្រោយបងអស់ឪពុកនឹងការពារកូនឲ្យបានដោយការឪពុកនៅកំឡោះចាក់អាចោលនឹងផ្ដាំចាស់ម្ដងកុំព្រួយអីទៅពន្លត់ភ្លើងដេកទៅនាងទេវីគោរមអំបោះតម្លោះរហាត់រៀបចំទុកដាក់តាមកន្លែងពន្លត់ភ្លើងចូលដេកតាមពាក្យឪពុកនាងក្នុងមុងងងឹតលើកពុកដែលមានកម្រាលសស្អាតនាងកេងងើបភ្នែកទៅលើហើយគិតរូបប្រុសថ្លៃវិសេសមកប្រឡែងលេងនឹងនាងក្នុងខួរក្បាលនាងស្ត្រីសប្បាយជាពន់ពេក1ម៉ោងកន្លះទៅ2ម៉ោងកន្លះទៅស្រីលបស្ដាប់ឮសូរឪពុកនាងស្រមុកខែយុវតីត្រេកអរព្រួចក្រលួចក្នុងចិត្ត
ក៏រយ៉ានរិះរកពាក្យសម្ដីដើម្បីនិយាយនឹងសង្សាររបស់នាងគិតថាត្រូវថែមត្រង់នេះមួយម៉ាត់ត្រូវបន្ថយពាក្យត្រង់នេះមួយឃ្លារួចនាងទន្ទិញគំនិតដែលនាងរកឃើញហើយដែលនាងសន្មត់ថាថ្លៃថ្លើមពីរោះមែននោះកែលបងនិយាយឃ្លាឡើងវិញមួយដងជាពីរដងវិសេសក្លាហានសម្រានលងលក់ស្គប់ស្កល់កញ្ញាក្រោកពីគ្រែត្រចៀកប្រុងស្ដាប់គ្មានសូរអ្វីប្លែកឆ្លើយតបសោះដល់ប្រកាសថាគ្មានឮអ្វីហើយទើបជីវ៉ាបើកមុងខ្វាច់លបបន្ថើជើងដើរបំរុងទៅមាត់ទ្វារនាងទាញទ្វារដោយទប់សូរមិនឲ្យឮសំឡេងយឺតទ្វារចំហកាន់តែធំឡើងទេវីបចិត្តខ្លួនលបស្ដាប់ជាចុងក្រោយបង្អស់ស្ទុះចេញទៅក្រៅស្រីឆោមចាប់លើកសំពត់បន្តិចហើយរត់យ៉ាងលឿនកាត់ទម្រង់ទៅដើមពោធិ៍លុះឈប់ដកដង្ហើមហូតកន្សែងជូតញើសបើកស្បែកក្របសុដន់បង្ហើបបន្តិចបក់បញ្ចូលខ្យល់ឲ្យរាត្រីស្ងាត់ភ្លឺព្រិលឃើញដើមឈើឈរផ្លុងអ្នកហាក់មានអានុភាពអ្វីម្លេះអ្នកចាប់ចិត្តចាប់សន្តិបញ្ញាមនុស្សលោកឲ្យលង់លក់ក្នុងសុបិនមួយដ៏អស្ចារ្យដែលយើងចេតនាចង់ឲ្យតែពេលនេះនៅនឹងដដែលដើម្បីគ្របទេសភាពងងឹតស្រពេចស្រពិលដែលមានលាយទឹកស្នេហាសង្សារនេះឲ្យបានអស់ពីចិត្តចំពោះនាងទេវីស្រីនឹងកត់ត្រាទុកក្នុងចិត្តជាប់ជានិច្ចថារាត្រីនេះជារាត្រីធំបំផុតតែមួយក្នុងមួយជីវិតរបស់នាងឆោមស្រស់ចង់ឲ្យរាត្រីនេះក្លាយទៅជារាត្រីឯករបស់ប្រវត្តិសង្ខារនាងសង្សារស្រីចង់សរសើររាត្រីនេះចង់ច្រៀងតែពីរាត្រីនេះប្រយោជន៍ឲ្យគូស្នេហាជន់ក្រោយស្ដាប់តែរាត្រីមួយនេះជាអវសានកែវចាំពុំឃើញប្រុសកំលោះមកដល់សោះសូរចង្រិតយំក្នុងគុំស្មៅធ្វើឲ្យចិត្តនាងស្រាបស្រាលត្រេកត្រអាលក្រៃពេកអំពិលអំពែកហើរចាប់ភ្នែកនាងឲ្យមើលឃើញតាមក្រែងឆ្លុះឃើញគូជីវិតរត់ដឹងថាសង្សារនៅទីណាសូរថ្លែងផ្លាស់កន្លែងទាញឆក់ក្រដាស់ត្រចៀកនាងឲ្យតាមសូរមិនយូរប៉ុន្មានស្រមោលមួយលេចចេញមកស្រីឆោមត្រេកអរជាអនេកស្ទើរលោតទៅលើមេឃនារីក្រោកឈររងចាំទទួលស្រមោលកាន់តែជិតមកលុះបុរសម្នាក់មកដល់បុត្រវិសេសក្លាហានចោលខ្លួនទាំងស្រុងទៅក្នុងរង្វង់ដៃគូស្នេហ៍ដែលនាងទន្ទឹងចាំផ្លូវដូចគេចាំម៉ែមកពីផ្សារទេវីស្រីលោតអោបរិទ្ធបុរសថ្វីត្បិតតែរង្វង់ដៃកំលោះនោះរិទ្ធនាងខ្លាំងទៅហើយមាននុតពុំបងអង្គឲ្យខាតពេលឡើយភត្រាយុវជនអោបក្រេបលំអងក្លិននារីដោយរុះរាន់បន្ទាន់ចិត្តដែលស្នេហាយ៉ាងជ្រាលជ្រៅទេវីស្រោបក្លិនសង្សារវិញយ៉ាងតិចតែយ៉ាងខ្មួលខ្មាញ់ព្រោះនាងខ្មាស់ច្រើនណាស់ទៅហើយគឺបុរសហើយដែលកាត់សុបិនដ៏ថ្លៃថ្លានេះហើយដែលដាស់នាងឲ្យដឹងខ្លួនមកនៅលើពិភពលោកយើងនេះវិញអូនជុវិតីរឹតតែអោបគូជីវិតខ្លាំងទៅទៀតដោយឥតឆ្លើយតបវិញឡើយ
មាននុតបន្តវាចោតទៅទៀតថាអូន កុំឲ្យខាតពេលយើង ចាអូន ម្ដេចក៏ម្ដងនេះ អូនហាក់ដូចជាញ័រញាក់ជាងសពថ្ងៃមួយម្ដងម្លេះ អូនមានរឿងអ្វី អូនកើតអ្វី ចាខ្ញុំញ័រដោយត្រេកអរបានជួបនឹងបងប្អូនអត់មានកើតអ្វីទេប្អូនសប្បាយទេប្អូនមានទុក្ខអូទេប្អូនសប្បាយទេប្អូនសប្បាយឬចាប្អូនសប្បាយប្អូនសូមជម្រាបរឿងមួយដល់បងឲ្យបានជ្រាបរឿងប្អូនជាស្រីដូចស្រីឯទៀតរឿងប្អូនឥតប្លែកពីស្រីឯទៀតទេចារឿងប្អូនដូចជារឿងអ្នកឯទៀតមានណូតសើចដោយឃើញថានាងនិយាយពុំទៅមុខសោះបុរសអង្រួនស្មានាងថាណែបងស្ដាប់បានហើយរឿងអ្វីនារីចំទើតចុងជើងដើម្បីឲ្យមាត់របស់នាងទៅចិត្តត្រជាប្តីនាងបន្តិចទៅទៀតបងបាទប្អូនឲ្យប្អូននិយាយរួចទេប្អូនមានណូតតឹងដើមទ្រង់និយាយដាច់នេះជាពុនពេកតែបុរសឃើញថាកែវកំសត់ប្រែភេទខុសពីធម្មតាខ្លាំងណាស់អ្នកអោបរិទ្ធធីតារិទ្ធតែខ្លាំងឡើងអ្នកយកម្រាមដៃអង្អែលសាច់នាងថ្នមរួចពោលសម្ដីយ៉ាងទន់ភ្លន់ថាអូនសូមនិយាយមកកុំឲ្យបងចាំស្ដាប់យូរពេកប្អូនធ្លាប់ប៉ុនប្រសពនឹងបងជាយូរណាស់មកហើយគួរណាស់តែអូនស្ដាប់បងឲ្យជាក់អូនសូមទុកចិត្តលើបងចោះបងនឹងជួយអូនទូដល់សេចក្តីមរណៈក៏បងហ៊ានដែរអោក្នុងជាតិនេះបងស្រឡាញ់អូនអស់ប៉ុណ្ណឹងហើយគឺថាអត់មានរបស់អ្វីមកប្រៀបធៀបបានទេសូមអូននិយាយមកចោះបងចាំស្ដាប់ចាប្អូននិយាយមិនបានទេចាំយប់ស្អែកទៀតចោះទេបងចង់ដឹងតែយប់នេះឯងចាសូមចាំដល់យើងបែកគ្នាសិនទេបងចង់ដឹងឥឡូវនេះឯងបងនារីអោបបុរសយ៉ាងខ្លាំងជាថ្មីម្ដងទៀតរួចបន្តវាចាថាចាបងប្អូនខ្មាស់បងណាស់អូនមិនស្រឡាញ់បងទេអូនស្រឡាញ់ជីវិតមួយប្រាប់មកចាប្អូនមានអ្វីផ្ទៃពោះមានផ្ទៃពោះឬអូនមានផ្ទៃពោះចាប្អូនជាមេត្តានៃបុត្ររបស់បងចំនួន2ខែហើយបុរសចាប់មុខនាងដៃទាំងពីរច្របបាច់ដោយស្នេហានិងដោយរីករាយយ៉ាងខ្លាំងនារីបន្តកិច្ចសន្ទនាទៅទៀតថាចាប្អូនមានផ្ទៃពោះបន្តិចទៀតបុត្រមួយនេះកើតឡើងមានរូបល្អដូចបងក្នុងសាច់សរសៃឆ្អឹងរបស់កូននេះឈាមបងនិងឈាមប្អូនហូរលាយគ្នាអោបងកូននោះមានរឹកពីដូចបងមានសម្ដីដូចបងមានសន្តានចិត្តដូចបងមិនខានបន្តិចទៀតប្អូន3បុត្រនោះនឹងដៃប្អូនហើយបន្តិចទៀតប្អូនបំបើបុត្រនោះប្អូនចិញ្ចឹមបុត្រនោះបងធ្វើយ៉ាងណាឥឡូវនេះដើម្បីកុំឲ្យអ្នកចិត្តផងដេះដៀលប្អូនជាស្រីមកចោលប្អូនឬទឹកភ្នែកហូរស្រស់ស្រាកពីភ្នែកនាងទេវីមានុតរំជួលដួងចិត្តអាណិតសង្សារកំសត់តបមកថាមិនអីទេយើងរៀបការគ្នាឆាប់នេះកញ្ញារីករាយយ៉ាងខ្លាំងអស្ចារ្យនឹងពាក្យនេះគឺជាពាក្យដែលនាងរងចាំបដូរស្លាប់បដូររស់ចុះឪពុកបងថាម្ដេចឪពុកបងជាឪពុកប្រពន្ធជាប្រពន្ធទេវីទទួលពាក្យនេះ
ដោយពេញចិត្តទៀតស្ត្រីសោចទាំងទឹកភ្នែកស្រស់ស្រាក់ស្រក់តក់ធ្លាក់លើទ្រូងមីនុតហើយមានចិត្តខ្លោចផ្សាឥតឧបមាបុរសពុំចង់ឲ្យនាងយំទេពុំចង់ឲ្យនាងកើតទុក្ខទេអ្នកចង់ឲ្យសង្សារសប្បាយចិត្តអ្នកពន្យល់នាងយល់ថាកុំយំអូនគេយំតែកាលណាស្រុកខ្ញុំគេបងមិនចោលអូនទេបងប្រាថ្នាថាទោះជាមានរឿងរ៉ាវឪពុកម្ដាយបងប្អូនជំទាស់យ៉ាងណាក៏បងយកអូនជាប្រពន្ធដែរចូលអូនកុំភ័យអីព្រោះយើងនិយាយថាយើងសាងសុខដោយខ្លួនយើងគ្មានគំនិតពឹងផ្អែកផ្ដេករកសុខលើចន្ទល់អ្នកណាទេអូននឹងបងបានគិតហើយបានយល់ហើយយើងស្រឡាញ់គ្នាគំនិតនិងបំណងនេះជាទេវវត្ថុដែលគ្មានអ្វីមករំលាយបានឡើយយើងជាមនុស្សយើងជាអ្នកសម្រេចវាសនាយើងជ្រើសរើសផ្លូវយើងដើរយើងគូវាសនាជីវិតដោយខ្លួនយើងនេះជាការធម្មតាទេយើងជាយុត្តិធម៌តាមកន្លងធម៌ទៀតផងរីឯមេត្តាបិតាយើងទុកជាធំជានិច្ចក៏ប៉ុន្តែដែលល្អប្រពៃមិនត្រូវបញ្ចុះតម្លៃខ្លួនយើងឲ្យទាបអាម៉ាស់ខ្លួនរហូតទៅដល់ផ្ដាច់កូនឲ្យបែកគូគេនោះទេបើមេត្តាបិតាខ្លះធ្វើដូចនេះគឺជាមេត្តាបិតាប្រើអំណាចលើកូនគឺជាអំពើសង្កត់សង្កិចមនុស្សក៏លាមកក្រៃលែងចូលអូនគិតមើលពាក្យថាសម្លាប់ស្នេហាកាត់ចំណងមេត្រីភាពរំលាយរឿងកំសត់ផ្សេងជាពាក្យមួយដែលគ្មានជនណាចង់ឮទេតែកាលណាគេឮហើយគេអាចចិត្តគេខំថ្មិញគេខឹងឯណាយុត្តិធម៌ឯណាសិលធម៌ឯណាមនុស្សធម៌ឯណាធម៌ព្រះបើធ្វើឲ្យប្រត់ប្រាស់គូគេនោះការបង្ខំបង្គាប់ការគំរាមការត្រួតត្រាលើចិត្តមនុស្សជាអំពើអមនុស្សធម៌ចំពោះមនុស្សដូចគ្នាដែលចេះគិតចេះគូរក្នុងលោកនេះបងសូមកុំឲ្យមានរឿងអកុសលដូចនេះទៀតឡើយគួរសូមឲ្យគូស្នេហ៍បានជួបគ្នាអាចទុកដាក់ខ្លួនឯងតាមសេចក្តីយល់ឃើញរបស់ខ្លួនចាប្អូនបានធូរស្បើយបន្តិចដែរតែពុំដឹងថាជារឿងអ្វីទៀតទេដែលអាចជំទាស់មិនឲ្យយើងជួបគ្នាបានចូលអូនដឹងឲ្យច្បាស់ថាមនុស្សអ្នកកិត្តការទេវតាអ្នកសម្រេចចំពោះឪពុករបស់អូនបងជឿថាលោកចាស់ហើយលោកស្គាល់បងដឹងចិត្តបងស្រឡាញ់បងណាស់នាងទេវីដកដង្ហើមធំស្រីក្រវីក្បាលដោយនឹកឃើញរឿងមួយទៀតនាងនិយាយស្រងោតស្រងាត់ថាបងប្អូនមិនគួរមកស្រឡាញ់បងទេប្អូនទាបណាស់យើងខុសគ្នាដូចមេឃនិងដីរឿងខុសគ្នាខ្លាំងពេកនេះហើយដែលនាំឲ្យប្អូនមានទុក្ខព្រួយយ៉ាងខ្លាំងនៅពេលនេះបើសិនជាប្អូនយកអ្នកក្រដូចគ្នាម្លេះសមប្អូនមិនបានទុក្ខព្រួយដូចនេះទេកុំគិតដូចនោះអូនខុសស្រឡះណែអូនយើងកើតមកលើលោកនេះគ្មានអ្នកណាយកបុណ្យស័ក្តិនិងទ្រព្យសម្បត្តិមកជាមួយផងទេមនុស្សកើតមកខ្លួនទទេដូចគ្នាសពថ្ងៃអូនក្រមកពីបងមានស្ដាប់បានឬទេគឺថាទ្រព្យដែលអូនត្រូវបានទៅជាហូរមកចូលហឹបបងវិញឯចំណែកខាងបុណ្យស័ក្តិវិញមនុស្សត្រូវតែចង់បានក៏ប៉ុន្តែបើចង់បានត្រូវមើលនាយមើលអាយសិន
មានខ្លះចង់បានបនស័កខំបណ្ដោះបណ្ដាលខ្លួនដោយរៀនសូត្រត្រិះរេះវិជ្ជាផ្សេងឲ្យបានចេះដឹងជ្រៅជ្រះហើយខិតខំធ្វើការបម្រើប្រទេសជាតិនិងប្រជាជនឲ្យបានគង់វង្សស្ថិតស្ថេរជារាជការទៅជនបែបនេះហើយដែលប្អូនត្រូវស្វែងរកឲ្យបានជួបកាលពេលដែលមាណពនិងនាងទេវីកំពុងនិយាយគ្នានេះស្រមោលមួយលបស្ដាប់នៅចិត្តនោះរួចរសាត់យ៉ាងលឿនទៅឯខាងផ្ទះនាងទេវីគឺស្រមោលកាមាប្អូនមាណពបុត្របន្ទាប់របស់ព្រះកម្ពុទ្ធមេទ័ពខាងតំបន់ម្លូព្រៃក្រោមកិច្ចបញ្ជាការរបស់មាណពជាបងដែលជាមេទ័ពនាយអាណាចក្រខេត្តសិរីសុភ័ណ្ឌនេះឯងកាមាទៅដល់ខ្ទមវិសេសក្លាហានច្រានទ្វារចូលរួចបង្គាប់ឡើងថាលោកអ៊ំចុងដាវវិសេសក្លាហានស្ទុះចេញមកចំចុងដង្ហើមកាមាជាស្រេចស្រឡាំងកាំងក្នុងងងឹតកាមាហៀបនឹងនិយាយតែវិសេសក្លាហានកុំហោកថានៅស្ងៀមអាចោកំណាញ់ឯងហ៊ានតែកំរើកខ្លួនជីវិតឯងសូមក្នុងពេលនេះឥឡូវខ្ញុំបាទមិនមែនជាចោរទេលោកអ៊ំបើឯងពុំមែនជាចោរម្ដេចឯងចូលផ្ទះអញទាំងយប់ឯងមកមានការអ្វីខ្ញុំបាទយកការមួយអាម៉ាស់បំផុតមកជម្រាបអ៊ំឲ្យបានជ្រាបវិសេសក្លាហានកុំហោកថាការអ្វីអាចោអបលៈអញដឹងហើយការដែលឯងចង់និយាយនឹងអញហេឪពុកឯងនិងអញជាគូសត្រូវប្រចាំជីវិតនឹងគ្នាឪពុកឯងគុំអញស៊ីសាច់ហត់ឈាមអញគុំឪពុកឯងវិញដូច្នេះដែររាល់ថ្ងៃអញទៅនេះទន្ទឹងចាំរឿងដែលឪពុកឯងបង្កើតហើយដើម្បីរំលោភលើអញអានាងពេលនេះមកដល់មែនឥឡូវគ្មានអ្វីច្រើនទេចូលមកចុះដកដាវឡើងកុំទុកឲ្យនៅស្ងៀមយូរតន់ចិត្តនៅក្តៅដាវអញសម្រាកយូរមកហើយទើបមកដល់ឥឡូវដាវអញមានចិត្តរីករាយនិងមានសកម្មភាពជាថ្មីមកអានាងឪពុកឯងចំជាមនុស្សកំសាកញីណាស់អីមិនហ៊ានស៊ូនឹងអញដោយខ្លួនឯងទេទើបប្រើឯងមកនេះរួចប្រើមកទាំងយប់ទៀតហាឪពុកឯងមិនសមកិត្តិយសជាស្ដេចក្រាញ់ពិតនោះទេឪពុកឯងស្លាប់នឹងគ្រឿងអាវុធអញឬកាមាសើចបើកភ្នែកធំសុំទោសលោកអ៊ំខ្ញុំមិនដឹងរឿងទាំងនេះទេរឿងទាំងនេះជារឿងផ្ទាល់ខ្លួនរបស់លោកអ៊ំទេដែលប៉ះពាល់ដល់កិត្តិនាមលោកអ៊ំខ្ញុំមកនេះកុំលាក់កុំពុតកុំភើយបើឯងមិនដឹងអញជាអ្នកប្រាប់ឲ្យឯងដឹងទេលោកអ៊ំកុំតន់អាលខ្ញុំសូមនិយាយមួយម៉ាត់សិនឯងភ័យខ្លាចស្លាប់ដែរឯងមិនសមជាកូនប្រុសទេលោកអ៊ំខ្ញុំនិយាយមួយម៉ាត់ទេនិយាយភ្លាមកុំបងអង្គអញសម្លាប់ចោលឥឡូវនេះបាទខ្ញុំបានមកនេះដើម្បីនិយាយទេតើប៉ុន្តែបើចង់ដើរនៅផ្ទាល់នឹងចង់ដង្ហើមយ៉ាងនេះនិយាយមិនដេចកើតហាអញមិនចេះសម្លាប់មនុស្សដោយឥតមានអាវុធនៅក្នុងដៃនៅឲ្យស្ងៀមកុំកំរើកក្នុងមួយវិនាទីនោះវិសេសក្លាហានចូលប្រគៀកនឹងខ្លួនកាមាហូតយកដាវដែលព្យួរនៅចង្កេះក្រវ៉ាត់ឬប្រាស់លើក្តារឆែកឆេរមើលសពហៅប៉ាវពុំឃើញមានអាវុធអ្វីទេក៏បញ្ជាឲ្យកាមាអង្គុយលើកៅអីចិត្តនោះកាមាធ្វើតាមបង្គាប់មួយសន្ទុះក្រោយមកចុងគៀងខ្លាញ់ក៏ភ្លឺឡើងកាមាញញឹមយ៉ាងខែងរែងវិសេសក្លាហានដែលប្រុងស្មារតីគ្មានឆ្វេះសោះឡើយមើលរឿងអ្វីសូមលោកអ៊ំមើលទៅបន្ទប់កូនស្រីលោកអ៊ំមើលវិសេសក្លាហានងាកទៅមើលទ្វារ
ឃើញចំហមួយប្រហោងខ្លួនលោកភ្ញាក់ខ្លួនភ្ញាក់ស្ទង់ដឹងស្ថានភាពកើតសង្ស័យចិត្តក្តុកក្តួលកម្មាកាន់ជ័យជំនះមួយយ៉ាងអស្ចារ្យនៅពេលនោះសូមលោកអ៊ំអញ្ជើញចូលមើលលើក្រែកូនស្រីលោកអ៊ំមើលវិសេសក្លាហានស្ទុះផ្លែតចូលទៅក្នុងបន្ទប់នារីយកចុងដាវវត្តបើកមុងមានតែពូកនិងខ្នើយចិត្តមកហៅមួយយ៉ាងរំពងក្នុងរាត្រីស្ងាត់ថាហាកូនស្រីទេវីសូរសម្រែកឮបានតែប៉ុណ្ណោះតាចាស់យើងដួលថ្មោលខ្លួនទៅក្រោយសន្លប់បាត់ស្មារតីកាមាឃើញដូច្នេះក៏ក្រោកពីកៅអីឈានជើងទៅយកដាវខ្លួនដែរដេកលើក្តារមកសោកចូលក្នុងស្រោមដូចមុនរួចផ្លោះតាមបង្អួចទៅបានក្នុងទីងងឹតទៅសម្រែកវិសេសក្លាហានលន់ឮស្ទើរហែកមេឃសូរសម្រែកបោះពួយក្នុងអាកាសទៅដល់ត្រចៀកនាងទេវីដែលកំពុងនិយាយគ្នាលេងយ៉ាងរីករាយជាមួយមានុតជាគូកប់នាងឈប់ងក់ដូចគេកន្ត្រាក់កញ្ញាងើបក្បាលឡើងពីជង្គង់មានុតដោយបើកភ្នែកធំធំដើមទ្រូងនាងញ័រយ៉ាងខ្លាំងស្រីហាក់ដឹងរឿងអាសន្នអស់នាងច្រានមានុតវឹងដួលទៅក្រោយរួចរត់សំដៅទៅផ្ទះមានុតស្រឡាំងកាំងក្រោកឡើងបោះគូតស្រែកដោយសំឡេងហៅនាងឈប់រឿងអ្វីទេវីអូនតែទេវីទៅឆ្ងាយណាស់ទៅហើយបុរសក៏ដើរតាមពីក្រោយនាងទៅដោយឈានជើងយ៉ាងវែងប្រញាប់ប្រញាល់ឲ្យបានតាន់គូធីតាពន្លឺចង្គៀងចោលប្រហោងមួយយ៉ាងធំក្នុងអាកាសងងឹតតាមទ្វារខ្ទមដែរចំហនាងទេវីទន់ជើងដោយបានឃើញពន្លឺនេះពន្លឺធ្វើឲ្យនាងកើតក្តីខ្លាចតែទូដល់មរណៈក៏ដោយនាងត្រូវតែចូលទៅរកពន្លឺនេះប្រលឹងនៅចុងសក់កញ្ញាប្រឹងទប់សន្តានចិត្តកុំឲ្យជ្រុលច្របល់ពេកដែលឥតប្រយោជន៍ស្រីដឹងមុនថាទុកមួយយ៉ាងធំនឹងមានដល់នាងក្នុងមួយផ្លែតទៀតនេះដែលនាងយល់ថាជាទុកនេះមិនបានផុតទេនាងត្រូវតែប៉ះទង្គិចជាដាច់ខាតនាងនឹកថាមិនអីទេខ្លួននាងខុសហើយនាងព្រមទទួលទុកទាំងអស់នេះដោយឥតប្រកែកតែពុំដឹងជាទុកនោះមានភាពឬបែបយ៉ាងណានៅឡើយកូរយានកើតមានម្នោះម្នេញមួយថ្មីដែលមកសន្ធិដ្ឋក្នុងខ្លួននាងគឺចង់ដឹងនាងឈានជើងមួយចូលក្នុងផ្ទះយ៉ាងមីនាដោយភ្នែកកុំឲ្យឃើញពន្លឺដ៏មហិមានេះមួយជំហានដែលនាងដើរធីតាហាក់ឃើញឧបសគ្គកាន់តែធំឡើងខ្លួនស្រីប្រលឹងហាក់ចេះតែថយក្រោយទៅវិញមួយជំហានដែលនាងបានបោះកន្លងរួចមកហើយគឺឧបសគ្គមួយដែលនាងឆ្លងរួចស្រីហាក់បានធូរចិត្តបន្តិចផ្ទះស្ងាត់ឈឹងទេវីរឹតតែឆ្ងល់ទៅទៀតនាងដើរដល់មាត់ទ្វារនាងដកដង្ហើមធំម្ដងនាងអើតមុខចូលខាងក្នុងផ្ទះរឿងអីដូចនេះនាងឃើញឪពុកនាងដួលដេកលើក្តារសន្លប់បាត់ស្មារតីឥតដឹងខ្លួនយុវតីខ្លោចចិត្តអាណិតឪពុកនាងយំយ៉ាងខ្លោចផ្សាហើយរត់ទៅបីត្រកងឪពុកជាអ្នកមានគុណផ្ដេកក្បាលដាក់លើផ្លូវនាងបុត្រីអង្រួនដាស់បិតាតែគ្មានពាក្យអ្វីសួរអ្វីឆ្លើយសោះកញ្ញាផិតភ័យកាន់តែខ្លាំងឡើងកូរយានងើបក្បាលឡើងឃើញម៉ែភួងនាងប្រហោយំថាម៉ែភួងជួយផងជួយលោកឪពុកខ្ញុំផងលោកកើតអីនាងភួងទឹកភ្នែកហូររហាមដែលអោបជើងវិសេសក្លាហានយំដូចកូនក្មេង
ម៉ែភួងទៅរកទឹកមួយផ្ទាល់មកឆាប់ម៉ែភួងលុះបានទឹកមកនាងទេវីលាបមុខលោកឪពុកលាបដៃជើងនិងសពរាងកាយកបជួនពេលនោះប្រលឹងពិសេសក្លាហានក៏ចូលមកសន្ធិដ្ឋកាន់រូបវិញធ្វើឲ្យមេតបចាស់ងើបក្បាលចុះឡើងនាងទេវីត្រេកអរក្រៃលែងដូចបានឃើញឪពុកនាងមានដើមកំណើតថ្មីស្រីខំដាស់បោះអង្អែលទាំងទឹកភ្នែកថាលោកឪពុកនេះកូនស្គាល់កូនទេលោកឪពុកពុកកើតអីដំបងវិសេសក្លាហានហាក់ភ្ញាក់ពីដេកលោកឮមាត់កូនលោកខ្សាលរួចសូរមាត់បុត្រីនេះឮកាន់តែខ្លាំងឡើងលោកបើកភ្នែកឃើញនាងទេវីអោបលោកឃើញនាងភួងនៅត្រជើងលោកមួយស្របក់ក្រោយមកកម្លាំងកាន់តែមានឡើងវិញបន្តិចម្ដងទើបវិសេសក្លាហាននឹកឃើញរឿងដែលនាំឲ្យលោកដេកដួលនៅទីនេះសេចក្តីក្រោកខឹងមួយឆាប់ឆេះឡើងយ៉ាងពេញទំហឹងមកររៀលរូបគាត់ក្រោកអង្គុយសម្លឹងមើលមុខនាងទេវីមិនដាក់ភ្នែកនាងច្រានកែងដែលធ្លាប់ជាពន្លកចេញពីខ្លួនលោកកុំឲ្យស្រីអបលៈកាន់សាច់លោកទៀតនាងទេវីឆ្ងល់នឹងកាយវិការនេះទើបនាងនឹកផ្លែតឡើងថាលោកឪពុកនាងជ្រាបរឿងនេះហើយនាងលុតជង្គង់ដៃទាំងពីរខ្ទប់មុខយំឡើងខឺកញ្ញាពោលទាំងត្រដាំត្រដួសថាលោកឪពុកកូនសុំទោសលោកឪពុកកូនបានជាខុសចំពោះចិត្តលោកឪពុកហើយកូនពិតជាខុសមែនកូនស្រឡាញ់កូនបានលបចេញពីផ្ទះទៅជួបនឹងគេទាំងយប់ពាក់កណ្ដាលអាធ្រាត្រកូនខុសនឹងទំនៀមទម្លាប់ខុសទាំងអ្នកមានគុណមែនហើយតែសូមលោកឪពុកជ្រាបថាកូនពុំទាន់ខុសនឹងធម្មជាតិទេកូនជាផ្នែកមួយរបស់ធម្មជាតិកូនជាមនុស្សថាហើយនាងមើលមុខវិសេសក្លាហានតែទឹកមុខបិតានៅតែក្រហមដដែលភ្នែកនៅតែសម្លក់ក្រឡោតដដែលមានតែថ្គាមទាំងពីរដែលនៅប្រខំគ្នាថែមទៀតនារីអស់សង្ឃឹមញើសហូរចេញពីថ្ងាសនាងផ្លោតហូរតាមខ្នងនាងស្ងួនភ្ងាដឹងថាឪពុកនាងពុំប្រណីទោសនាងទេហេតុនេះមានតែទឹកភ្នែកប៉ុណ្ណោះតែនិយាយទៅទៀតវិសេសក្លាហានក្រោកឈរឡើងដកដង្ហើមធំខ្លីមុខដូចខ្លានាងទេវីរឹតតែភ័យទៅទៀតអោបជើងលោកឪពុកនាងភួងអោបជើងម្ខាងយូរបន្តិចមកវិសេសក្លាហានអោនទៅចាប់បុត្រីឲ្យក្រោកឈរឡើងនាងទេវីបានធូរក្នុងចិត្តឥតឧបមានឹកថាលោកឪពុកនាងយល់ព្រមអនុលោមកំហុសនាងហើយវិសេសក្លាហានដឹកដៃឆោមស្ងួនទៅមាត់ទ្វារកញ្ញាបែរជាឆ្ងល់ឡើងវិញជាពន់ពេកដោយមិនដឹងថាឪពុកនាងចង់ធ្វើយ៉ាងណាចង់និយាយយ៉ាងណាលុះដល់មាត់ទ្វារហើយវិសេសក្លាហានច្រានស្មាននាងទេវីយ៉ាងខ្លាំងទៅក្រៅដោយពន្លឺពាក្យថាទៅចុះអញអត់មានកូនទៀតទេនាងភួងដែលឃើញរឿងចម្លែកអស្ចារ្យដូច្នេះស្ទុះផ្លែតទៅអោបជើងវិសេសក្លាហានសាជាថ្មីធៀបនឹងនិយាយតែវិសេសក្លាហានច្រាននាងដួលទៅក្រោមដោយកំហោកថាទេអញគ្មានកូនទៀតទេនៅខាងក្រៅនាងទេវីអោបដៃស្រពោនដោយផ្កាត្រូវថ្ងៃនាងអស់ចិត្តអស់ពាក្យនឹងនិយាយអស់គំនិតនឹងគំនិតស្រីយំខ្សោះទឹកភ្នែកអស់ហើយមួយរំពេចនេះនាងឃើញជាក់ថាកែវអស់ផ្ទះនៅទៀតហើយគឺមុខជាតិដេកក្រោមដើមឈើត្រូវខ្យល់ត្រូវថ្ងៃត្រូវភ្លៀង
អត់បាយហើយចាប់ពីរាត្រីនេះតទៅទេវីបែរមើលក្នុងទីងងឹតដើម្បីរកផ្លូវដែលនាងត្រូវដើរទៅមុខក្នុងជីវិតនេះតែមិនឃើញផ្លូវណាសោះក៏រយ៉ានបែរមើលរកទិសដែលនាងត្រូវយកតែមិនដឹងជាទៅយកទិសណាសោះនាងបែរមើលទៅដំបូលផ្ទះដំបូលនេះដាច់ចិត្តលែងទទួលនាងទៅហើយមានុតមកដល់ដៃបុរសម្នាក់ចាប់នាងយ៉ាងខ្លាំងទាញចូលទៅក្នុងផ្ទះវិញធីតាភ្ញាក់មានុតដើរយ៉ាងស្វាហាប់ចូលទៅផ្លុកទៅក្នុងផ្ទះលុតជង្គង់មកខាងត្រឹបទៅលើក្តារពីមុខវិសេសក្លាហាននិយាយដោយវាចាមួយយ៉ាងដាច់ខាតសូមទោសលោកអ៊ំរូបកូនប្រុសរបស់លោកអ៊ំទើបលេចចេញពីបន្ទោលចិត្តលោកអ៊ំខ្ញុំមីនុតខ្ញុំសូមប្រគល់ខ្លួនប្រគល់ជីវិតជាកូនប្រុសតែមួយរបស់លោកអ៊ំសូមលោកអ៊ំជឿថាកូនប្រុសនេះមានចិត្តដូចលោកមានគំនិតដូចលោកអ៊ំមានឧត្តមគតិចំពោះជាតិនិងចំពោះប្រជាជនដោយលោកអ៊ំគ្មានខុសប៉ុនមួយចំហៀងសរសៃសក់ទេខ្ញុំសូមលើកដៃសច្ចាចំពោះលោកអ៊ំថាចាប់តាំងពីយប់នេះតទៅខ្ញុំធ្វើការពុះពៀគ្រប់បែបយ៉ាងប្រឆាំងនឹងយុត្តិធម៌ដែលជនជាតិខ្មែរយើងកំពុងរងទុក្ខវេទនាប្រឆាំងនឹងគំនិតខ្ញុំគេដែលខ្មែរមានប្រឆាំងនឹងជនជាតិនានាដែលក្របសង្កត់ខ្មែរយើងជំនួសលោកអ៊ំដែលចាស់ណាស់ទៅហើយក្នុងការតស៊ូនេះខ្ញុំបដិញ្ញាជាអារារឹកថាចំពោះប្អូនទេវីខ្ញុំទទួលបីបាច់ថែរក្សាអស់មួយជីវិតទុកនាងជាគូវាសនាពីអតីតជាតិមកហើយជាវត្ថុមួយដ៏ថ្លៃថ្លាដែលខ្ញុំការពាររាល់ទិវាវិសេសក្លាហានមើលមុខមីនុតដោយពំលែងចោលសោះលោកញញឹមជាសញ្ញាទទួលយល់ព្រមលោកងក់ក្បាលរួចលូកដៃទៅចាប់ស្មាមីនុតមានវិចារថាចាប់តាំងពីពេលនេះតទៅឯងជាកូនអញទាំងពីរនាងទេវីសប្បាយចិត្តក្នុងគ្រានោះនឹងរកវត្ថុអ្វីមកប្រៀបគ្មានឡើយនាងហាក់ងើបខ្លួនពីដីហាក់អណ្ដែតត្រសែតលើអាកាសជាមួយមីនុតនិងជាមួយឪពុកនាងកញ្ញាស្ទុះទៅលុតជង្គង់លើកឪពុកជាទីស្នេហានាងភួងក៏ធ្វើដូចនេះដែរវិសេសក្លាហានបន្តសេចក្តីមួយតទៅទៀតកាលណាបានឯងគិតរៀបការគ្នាបាទខ្ញុំបាទសូមរៀបការក្នុង3ខែទៀតវិសេសក្លាហានងើបទៅលើគិតរួចលោកក្រវីក្បាលទេមិនបានទេបាទ2ខែបានទេបាទ1ខែទេបើដូចនេះតាមចិត្តលោកអ៊ំកាលណា1អាទិត្យទៀតទេមិនបានទេតោងសែនទាំងយប់នេះមាននុតឮដូច្នេះក៏ដាក់ភ្នែកចុះអ្នកនៅស្ងៀមគិតវាយក្រឡាស្តង់ញញឹមរួចទទួលបាទពិធីសែនព្រេនចាប់ផ្ដើមឡើងមួយរំពេចក្នុងវេលានោះនាងភួងត្រូវទៅដាស់លោកមេឃុំជំទុកមកឲ្យឥតបងអង្គនាងទេវីត្រូវធ្វើម្ហូបអាហារមន្តទាសម្រាប់សែនភ្លាមវិសេសក្លាហាននិងមីនុតត្រូវកាច់ស្លាធររកទៀនធុកដោយរុះរាន់មិនយូរប៉ុន្មានលោកមេឃុំលោកជំទុកក៏មកដល់ភ្លើងទៀនធូបក៏ភ្លឺរន្ទ័រកូនស្រីកូនប្រុសក៏ក្រាបទាំងគូទន្ទឹមគ្នាលោកមេឃុំលោកជំទប់បាចទឹកឲ្យពរសពសាធុការដល់គូថ្មីដែលផ្ដិតមេដៃចុះសម្បត្តិអាពាហ៍ពិពាហ៍មិនឲ្យយូរដល់តិចតួចឡើយទើបវិសេសក្លាហានឲ្យពរជ័យដល់បុត្រាបុត្រីឲ្យបានសុខគ្រប់ប្រការសូមកូននៅជាមួយគ្នាឲ្យបានសុខ
ឪពុកគ្មានអ្វីចងដៃកូនទេឪពុកមានតែប្រទេសខ្មែរយើងទាំងមូលចងដៃកូនប្រទេសនេះមានទឹកដីព្រៃសពគ្រប់មុខលោហៈធាតុគ្រប់មុខកូនអាចនាំគ្នាកាប់កោះចិញ្ចឹមដាំឆ្កាពុះពៀទាញផលឲ្យបានបរិបូរណ៍តាមចិត្តកូនប៉ុន្តែដើម្បីឲ្យបានផលដែលកូនរកបានមកកូនតោងធ្វើខ្លួនកូនឲ្យជាម្ចាស់ស្រុកពិតកូនក្នុងពេលប្រទឹកឲ្យពរនេះវិសេសក្លាហានដួលថ្មោលខ្លួនទៅក្រោយលោកមេឃុំលោកជំទប់មីនុតនាងទេវីនាងភួងក៏ភ្ញាក់ឆោឡោខ្លះក៏ខ្យល់ខ្លះចាប់ខ្លះច្របាច់ខ្លះហៅខ្លះផ្ទុំត្រជាតែជីបចរវិសេសក្លាហានក៏ចេះតែវាថយទៅរហូតដល់ដាច់ខ្យល់សូនឈឹងតែម្ដងវិសេសក្លាហានចូលកាន់មរណភាពក្នុងពេលនេះឯងលោកថយចេញពីពិភពលោកនេះដោយមានទឹកមុខញញឹមព្រោះលោកបានទុកដាក់បុត្រីជាទីស្នេហារបស់លោកហើយញញឹមព្រោះលោកជឿថាវរខណៈមានបងឯកមួយយ៉ាងមមមួនហើយញញឹមដោយចេញពីចិត្តគ្មានអរិត្រង់ណានាងទេវីនិងមីនុតប្តីប្រពន្ធថ្មីកើតទុកនឹងមរណៈសញ្ញានេះយ៉ាងខ្លាំងជាងគេនាងភួងអោបជើងខ្មោចយំយ៉ាងអាអួលរៀបរាប់ពីចិត្តវិសេសក្លាហានពីគុណសម្បត្តិវិសេសក្លាហាននាងទេវីរៀបរាប់អំពីសេចក្តីសោកស្ដាយដោយមេត្តានេះពុំទាន់បានឃើញនាងសុខឬទុកយ៉ាងណាផងទៅថ្ងៃមុខនាងរំដួលយល់យោគសោកយ៉ាងក្រែកអណែកមានណត់មានទឹកមុខក្រៀមក្រំបំផុតក្នុងពេលនោះជើងសេះលឺសូរតបផាយពីចម្ងាយមកមានណត់ប្រុងខ្លួនមើលទៅទិសដែលអសពាមកលុះមកដល់មុខខ្ទងកំសត់អ្នកជិះលោតចុះពីលើខ្នងអចិន័យយ៉ាងរហ័សបុរសមិនស្គាល់នេះមកគំនាបមីនុតយ៉ាងស្វាហាប់រួចហោចសម្បុត្រមួយដែលមីនុតហែកមើលឃើញមានសេចក្តីដូចតទៅសិរីសោភ័ណ្ឌថ្ងៃទី10កើតខែពិសាពុសករាជ2408ទីព្រះពន្លាជ័យព្រះកំពតមកដល់មីនុតមេតបអានិខេត្តសិរីសោភ័ណ្ឌចូលខ្លួនមកប្រញាប់គ្មានបងអង្គបានឡើយរឹងទទឹងមានទោសអញ្ញាសឹកព្រះកំពតលុះមើលកូនសម្បុត្រជាប់ហើយមីនុតដកដង្ហើមធំណាមួយខ្មោចឪពុកក្មេកនៅជ្រងោលណាមួយអាណិតដល់នាងទេវីណាមួយព្រួយបារម្ភប្រហែលលោកឪពុកដឹងរឿងមករៀបការហើយបានជាហៅទៅបន្ទាន់យ៉ាងប្រញាប់ដូច្នេះអ្នកសរសៀរទៅចិត្តនាងទេវីកំពុងតែយំខ្សឹបប្រាប់ថាឪពុកបងមានសម្បត្តិហៅបងយ៉ាងប្រញាប់មានសម្បត្តិនេះនាងទទួលសម្បត្តិមកអាននាងបែរមកកើតទុកនឹងប្តីទៀតហើយអោទុកអើយទុកគិតទៅក្នុងវដ្តសង្សារនេះឃើញតែទុកជួបទុកមានតែទុកអ្វីក៏ទុកម្លេះមកញោមញីនាងទេវីមួយគ្រាជាពីរគ្រារួចមកបន្ថែមលើគ្នាគ្មានស្រាប់ស្រាលដូច្នេះនាងសួរស្វាមីថាមានរឿងអ្វីបងទេមិនអីទេតែអូនយកប្រាក់ពីណាលនេះទុកស្អែកទិញអីវ៉ាន់និមន្តលោកឆាន់រូបបងមកជួយធ្វើក្តាមឈូសពីព្រឹកមិនខានចាបងកុំខានណាមានណត់លឺបណ្ដាំនេះព្រិលព្រួចក្រលួចក្នុងចិត្តអាណិតភរិយាព្រោះភរិយានេះផ្ដាំតែប៉ុណ្ណោះឯងបងមកកុំខានណាពាក្យនេះលឺសូរធ្ងន់ក្នុងចិត្តមេតបក្មេងនេះពាក្យនេះពីរោះរន្ទតន្ត្រីណាមកច្រៀងស្មើគ្មាន
ពាក្យនេះឮខ្ទរខ្ទរក្នុងបេះដូងពាក្យនេះថ្មីដរាបចង់តែឮចង់តែស្ដាប់ចង់តែឲ្យនាងថាហើយម្ដងទៀតមានុតមើលមុខនាងមើលមុខមានុតរួចបុរសក្រោកដើរយ៉ាងលឿនទៅខាងក្រៅដែលអ្នកយកសម្បត្តិនៅរងចាំរួចមានុតប្រាប់អ្នកយកសម្បត្តិនោះថាឲ្យដើរទៅបន្ទាយវិញចុះចំណែកអ្នកលោតលើខ្នងលាក់បំផាយតម្រង់ទៅអាសនៈព្រះកម្ពុទ្ធជាបិតាបាទអមានកន្លែងខ្វះខាតសូមមេត្តាខន្តិអភ័យទោសផងបាទយើងនឹងជួបគ្នានៅវគ្គបន្តទៀតបាទសូមអរគុណ